រសៀលថ្ងៃទី9 ខែមិថុនាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភ័ក្ររដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនមេធាវី Legal Trust ចូលជួបសម្ដែងការគួរសមនិងធ្វើការស្វែងយល់អំពីបច្ចេកវិទ្យា Digital ដែលបាននឹងកំពុងដំណើរការជាក់ស្ដែងនៅក្រសួងមហាផ្ទៃដោយកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការប្រធានក្រុមប្រឹក្សានីតិកម្មអគ្គនាយករងលោកប្រធានអនុប្រធាននាយកដ្ឋានលោកស្រីជាមន្ត្រីជំនាញសមាជិកនៃក្រុមហ៊ុនមេធាវីព្រមទាំងកម្មសិក្សាការីមេធាវីរបស់ក្រុមហ៊ុនជាច្រើនរូបទៀតផងដែរតាមរយៈជំនួបពិភាក្សាការងារនេះដែរឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការបានមានប្រសាសន៍ណែនាំនិងជម្រាបជូនដល់តំណាងក្រុមហ៊ុនមេធាវីដែរថាក្នុងនាមជាអ្នកប្រតិបត្តិការលើវិស័យច្បាប់ត្រូវធ្វើយ៉ាងណាសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់និងប្រមូលទិន្នន័យឲ្យមានភាពគ្រប់ជ្រុងជ្រោយទៅតាមអង្គហេតុនៃសំណុំរឿងក្តីដែលបានទទួលដើម្បីជាមូលដ្ឋានដោះស្រាយសំណុំរឿងក្តីប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌មិនលំអៀងនិងស្របតាមច្បាប់គតិយុត្តនានាដែលបានកំណត់